បាទពីសួរបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំពីការប្រើប្រាស់នៅម៉ាស៊ីនរំញ័រប្រភេទនេះណាបាទម៉ាស៊ីនរំញ័រប្រភេទនេះគឺជាប្រភេទម៉ាស៊ីនរំញ័រ RT Sin Body Slimmer អញ្ចឹងណាវាមានប្រភេទពណ៌ខ្មៅហ្នឹងណាអញ្ចឹងរបៀបប្រើប្រាស់របស់វានៅពេលដែលយើងដកចេញពីស្រោមមកវាអត់មានអីទេច្រើនទេវាទីមួយវាមានម៉ាស៊ីនរំញ័រនេះមួយមានខ្សែដូចខ្ញុំដោតហ្នឹងហើយខ្សែទាញមួយគូហើយនឹងតេឡេអញ្ចឹងរបៀបប្រើប្រាស់យើងដាក់គ្រាន់តែយើងដាក់ថ្មវាមួយគូមកថ្មតូចនេះណាបងប្អូននេះយើងដាក់ថ្មតូចនេះមួយគូមកដើម្បីប្រើប្រាស់តេឡេក្នុងការបញ្ជាវាណាអញ្ចឹងនៅពេលដែលយើងប្រើប្រាស់វាដើម្បីយើងចង់ប្រើប្រាស់គឺនៅមុខងារនៅលើតេឡេនេះវាមាន function ច្រើនគួរសមដែរដោយដែលបងប្អូនឃើញស្រាប់នៅលើតេឡេណាអញ្ចឹងនៅពេលដែលយើងចុចប៊ូតុងនេះរូបនេះមានន័យថាបិទបើកណាអញ្ចឹងយើងចុចវាមួយអញ្ចឹងនៅលើអេក្រង់វានឹងមានព័ត៌មានដូចបងប្អូនឃើញអញ្ចឹងណានៅលើអេក្រង់ហ្នឹងជាប្រភេទ LED ណា LED អញ្ចឹងការប្រើប្រាស់នៅលើតេឡេខ្ញុំសូមប្រាប់ពីការប្រើប្រាស់នៅលើតេឡេនៅលើតេឡេអានេះគឺជា volume តឡើងអានេះ volume បន្ថយចុះទៅលើនីតិហើយអានេះ volume តឡើងខាងលើនេះគឺជា volume តឡើងកម្រិតរំញ័រហើយសញ្ញាដកនៅផ្នែកខាងក្រោមនេះគឺជាកម្រិតបន្ថយនៃកម្រិតរំញ័រអញ្ចឹងណាហើយអានេះគឺខាប័ណ្ណចម្រៀងមកក្រោយអានេះខាប័ណ្ណចម្រៀងទៅមុខហើយនេះយើង pass វាមានន័យផ្អាកឬក៏បញ្ឈប់វាអានេះគឺជាសលេង volume អានេះសលេងបិទឡើងអានេះសលេងបន្ថយចុះអញ្ចឹងខ្ញុំនឹងកំណត់នីតិអញ្ចឹងបើថាខ្ញុំកំណត់នីតិ3នីតិអញ្ចឹងខ្ញុំចុចមកលេខសារនេះវាមាននៅលើ function របស់វាគឺ10នីតិអូតូអញ្ចឹងខ្ញុំបន្ថយវាមកត្រឹម3នីតិព្រោះដោយសារខ្ពស់បំផុតរហូតដល់20នីតិអញ្ចឹងខ្ញុំសុំតម្លើងមើលឲ្យខ្ពស់បំផុតណាអូខេឃើញបងប្អូនឃើញនៅលេខ20អញ្ចឹងមានន័យថាកម្រិតរញ័រវានឹង count ដាក់វា count ថយក្រោយប៉ុន្តែខ្ពស់បំផុតគឺ20នាទីបើបងប្អូនពេញចិត្តឬក៏ចង់បានប្រហែលនាទីអាស្រ័យលើការកំណត់របស់បងប្អូនណាអញ្ចឹងឥឡូវវាខ្ពស់បំផុត20នាទីយើងចង់កំណត់ត្រឹម3នាទីអញ្ចឹងយើងចុចព្រួយហ្នឹងមកអូខេ3នាទីអញ្ចឹងនៅពេលដែលយើងកំណត់នាទីហើយយើងចង់ចុចឲ្យវារំញ័រចាប់ដើមរំញ័រអញ្ចឹងយើងចុចប៊ូតុងនេះអានេះគឺប៊ូតុងចាប់ផ្ដើមរំញ័រនិងផ្អាកការរំញ័រអញ្ចឹងខ្ញុំចុចអានឹងមួយវានឹងដើរកម្រិតរំញ័រឃើញទេបងប្អូនវារំញ័រណាអញ្ចឹងវាកម្រិតរំញ័រអញ្ចឹងនៅក្នុងនោះផងដែរកម្រិតរំញ័ររបស់វានៅលើតេឡេស្រាប់របស់វានេះដែលមានអក្សរ P អញ្ចឹងខ្ញុំសូមចុចនៅលើអក្សរ P នេះវាមានកម្រិតរំញ័រពី P1 ដល់ P5 អញ្ចឹងនៅពេលដែលខ្ញុំចុចវានឹងលោតនោះបងប្អូនអានេះ P1 ណាអញ្ចឹងវាយើងចង់ចុចប៉ុន្មានវាប៉ុន្តែខ្ពស់បំផុតគឺដល់ P5 អញ្ចឹងណាអញ្ចឹងគាត់ថានោះនីតិវានឹងថយចុះហើយវារាប់ថយចុះក្រោមណាអញ្ចឹងមិនសិនជាបងប្អូនកំណត់នាទីរហូតដល់10នាទីឬដល់15នាទីប៉ុន្តែសុកយើងចង់បញ្ឈប់ការរំញ័ររបស់វាមានន័យថាយើងចង់បញ្ឈប់នឹងការប្រើណាអញ្ចឹងចុចប៊ូតុងនេះមួយវានឹងឈប់អូខេអញ្ចឹងឈប់ហើយមួយទៀតពាក់ព័ន្ធនឹងរំញ័រពាក់ព័ន្ធការរំញ័រនេះវារំញ័ររបស់វាកម្រិតរំញ័រវារហូតទៅដល់120កម្រិតរំញ័រណាល្បឿនកម្រិតរំញ័រវារហូតទៅដល់120ដែលក្នុងនេះហ្នឹងអាប៊ូតុងឡើងចុះដូចខ្ញុំបញ្ជាក់ខាងដើមវីដេអូហ្នឹងកម្រិតរំញ័រហ្នឹងអានេះគឺការសេរីកំណត់របស់យើងជាលក្ខណៈធម្មតាគេហៅ manual ណាអញ្ចឹងគឺពេលយើងចុចអាសញ្ញាបូកនេះកម្រិតរំញ័រវានឹងឡើងតួលេខតាមអ្វីដែលយើងបងប្អូនដែលចង់បានណាបើញ័រខ្លាំងយើងចុចឡើងលេខរហូតទៅប៉ុន្តែខ្ពស់បំផុតគឺ120ប៉ុន្តែបើបងប្អូនចង់បានប្រមាណកំណត់ថយប្រមាណអាហ្នឹងអាស្រ័យលើការកំណត់របស់បងប្អូនណាដែលខ្ញុំបញ្ជាក់បតុងខាងលើគឺតម្លើងនៃកម្រិតញ័រប៉ុន្តែខ្ពស់បំផុតគឺ120ហើយនេះគឺថងដើម្បីបន្ថយកម្រិតញ័រអញ្ចឹងណាបាទអញ្ចឹងយើងចង់ឈប់វាគឺយើងបញ្ឈប់វាបានហើយបើយើងចង់បិទយើងចុចប៊ូតុងនេះបិទមកបងប្អូនចុចអញ្ចឹងមកអូខេអញ្ចឹងវាជាការស្រេចនឹងការប្រើប្រាស់នៅលើតេឡេអញ្ចឹងខ្ញុំចង់បញ្ជាក់ដែរថាពាក់ព័ន្ធនឹងម៉ាស៊ីននឹងដែរវាមាន Bluetooth អញ្ចឹងនៅពេលដែលយើងបើកវាយើងចុចបើកវាមួយអញ្ចឹងមកនេះបងប្អូននេះmìnhយើងចុចបើកនេះមួយមកអញ្ចឹងយើងចង់ connect Bluetooth អញ្ចឹងណាអញ្ចឹងយើងចង់ connect Bluetooth ចុចមក connect Bluetooth ចាអញ្ចឹង Bluetooth វាឈ្មោះ
តិចបងប្អូនបាទបងប្អូននេះជា Bluetooth របស់ម៉ាស៊ីនញ័រណាអញ្ចឹង The Bluetooth device is បងប្អូន connected លើនេះឃើញ successfully. គឺកណ្ដាច់ជោគជ័យអញ្ចឹងខ្ញុំចង់បង្ហាញថាវាពិតជាមាន Bluetooth ហើយកណ្ដាច់បានមែនអត់មានអីខ្ញុំបើកតេស្តជូនបងប្អូនក៏បတ်ចម្រៀងនឹងមួយមកបងប្អូនគេយកបងប្អូនលើចម្រៀងអាណាវាពីលើអាណាវាថាឲ្យព្រោះរំដំមិនដូចយកពពួកប្រភេទបាសធំៗដែរបងប្អូនគាត់ថាអានេះយើងចង់កំណត់ទៅលើមុខងាររបស់វាណាឲ្យស្គាល់មុខងាររបស់វាប្រើប្រាស់អស់ទៅលើសម្ភារៈដែលយើងប្រើប្រាស់វាមានប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំនឹងបង្ហាញបន្តិចទៅលើម៉ាស៊ីនហ្នឹងនៅលើអេក្រង់នេះខ្ញុំនឹងបង្ហាញបន្ថែមបងប្អូនខ្ញុំនឹងបង្ហាញពីការប្រើប្រាស់នៅលើនេះណាអញ្ចឹងនេះគឺជាប៊ូតុងបិទបើកនៅលើអេក្រង់ណាអញ្ចឹងយើងចុចលើវាមកវានឹងបិទបើកឲ្យណាឃើញទេបងប្អូនអញ្ចឹងអាប៊ូតុងនេះប៊ូតុងតឡើងចុះនៅផ្នែកខាងស្ដាំនេះគឺតឡើងនេះគឺជានីតិរបស់យើងណាដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងនីតិខ្ពស់បំផុតគឺ20នាទីអាស្រ័យលើបងប្អូនចង់កំណត់ប៉ុន្មាននាទីគឺយើងចុចទៅតាមនឹងជាក់ស្ដែងមកណាបងប្អូនបាទអញ្ចឹងយើងចង់កំណត់ប៉ុន្មាននាទីយើងចុចប៉ុណ្្នឹងមកអញ្ចឹងយើងចង់ចាប់ផ្ដើមវាយើងចុចនេះមួយមកវានឹងចាប់ផ្ដើមញ័រឃើញទេបងប្អូនអញ្ចឹងនៅលើអក្សរពេចំពោះនៅលើអក្សរពេនៅលើអក្សរពេនេះអក្សរ P នេះគឺកម្រិតញ័រដូចខ្ញុំប្រាប់បញ្ជាក់ពីខាងដើមអញ្ចឹងមកអក្សរ P ឬអក្សរ P នេះវាដូចនៅលើ tele អញ្ចឹងវាមានកម្រិតញ័រពីអក្សរ P1 ដល់ P5 អញ្ចឹងនៅពេលដែលយើងចុចផ្ដើមញ័រអញ្ចឹងវាចាប់ផ្ដើមញ័រអញ្ចឹងយើងចុចអក្សរ P វាមិនលោតទេបងប្អូននេះឃើញ P1 ណាមិនគឺ P1 នៅពេលដែលយើងចង់លេងរំញ័របន្តទៀតយើងចង់បាន P ប្រហែលយើងញ័រដល់ប៉ុណ្្នឹងតាមបងប្អូនដែលត្រូវការអញ្ចឹងណានៅផ្នែកខាងខ្ញុំឃើញ P5 គាត់ណាហើយទៅចាប់មើលឃើញវាសារវាញ័រអញ្ចឹងកាមេរ៉ាចាប់មើលទៅវាអត់ច្បាស់អញ្ចឹងណាបងប្អូនអូខេនៅឯមួយទៀតអញ្ចឹងបងប្អូនឆ្ងល់ថាចុះអាខ្សែទាញនេះណាមិនដឹងគេដាក់ទៅណាឬដាក់កន្លែងណាអញ្ចឹងខ្ញុំចង់បង្ហាញបន្ថែមថារបៀបដាក់ឆ្លាស់កន្លែងខ្សែទាញរបស់វាគឺវាមាននៅខាងក្រោមនេះបងប្អូននេះវាមាននៅកន្លែងនេះអញ្ចឹងមានអីយើងគ្រាន់តែយកខ្សែទាញរបស់យើងមកនេះយើងដាក់អញ្ចឹងមកបងប្អូនអូខេហើយមួយចំហៀងទៀតយើងតាក់អញ្ចឹងដូចគ្នាមកដើម្បីប្រើប្រាស់ណាបងប្អូនអញ្ចឹងវីដេអូរបស់យើងគឺវាមានប៉ុណ្ណឹងបងប្អូនមានចម្ងល់អីបងប្អូនអាចឆាតចូល page ឬតាក់ទងតាមទូរស័ព្ទបន្ថែមអញ្ចឹងណាបងប្អូនអរគុណបងប្អូន